បាទជម្រាបសួរពុកម៉ែបងប្អូនបាទអានេះទូຂណាតអានោះ1056គ្រាប់អានោះទៅភ្នំសពៅស្អែកបងប្អូនបាទហើយអានេះមិនដឹងថាទៅកពតឬក៏ទៅតារាទេបាទអត់តបានតាក់ទងម្ចាស់កពតទឹកកក់100ឯបាទហ្នឹងហើយខាងតកែវគាត់ឆាតសួរឯបាទហើយអញ្ចឹងទៅដាក់ខាងណាមុនខាងអីមុនចាំមើលសិនបងប្អូនណាបាទពាក់ព័ន្ធមួយកញ្ច្រែងបាទរោកញ្ច្រែងកញ្ញានអត់តបានបងប្អូនណាបាទកំងមកអត់តដល់បងប្អូនណាបាទហើយអញ្ចឹងរួចរាល់2គ្រឿងអានេះយើងតេស្តស្អែកអាចស្អែកដឹកអានោះទៅមុនគេបាទអាភ្នំសំពៅណាបាទព្រោះនៅចិត្តបាត់ដំបងនៅតែយើងដឹកឲ្យដល់ផ្ទះអញ្ចឹងណាបាទព្រោះចិត្តគ្នាបាទហើយអញ្ចឹងអានេះយើងដាក់ភ្លាមគឺវាស្រែកបាទស្រែកហ្នឹងគឺចង់និយាយថាវាកណ្ដៅវាឡើងអត់តន់គ្រប់បងប្អូនអញ្ចឹងដាក់ទៅវាស្រែកបាទហើយអញ្ចឹងម៉ាស៊ីននេះថ្មីចង់និយាយថាយើងអត់តន់បានសិតវាទេបាទហើយអញ្ចឹងយើងទៅសិតវាណាបាទអានេះលេខស៊ីនវាគឺ37.8និង60ណាបាទហ្នឹងហើយអញ្ចឹងយើងចុចសេរីវាហើយទៅព្រោះជាទូទៅក្បាលបជានេះយើងដាក់តែ37កន្លះវាថេបងប្អូនវាសក្រិតល្អអានេះបាទហើយសំណើមវាយើងវាយ70បាទនេះយើងសេរីយក70ទៅហើយយើងតេស្តទៅគឺវាប្រហាក់ប្រហែលគ្នាបាទហើយអញ្ចឹងចុចអូខេផ្ដាច់វានេះបាទ37កន្លះ70បាទអានេះកងតាក់ពលឺណាបាទហើយយើងមិនបាច់បើកវាក៏បានដែរព្រោះយើងចង់មើលពេលជប់អីយើងបើកណាបាទបាទបើអត់មើលទេបិទទៅបាទតែកងតាក់មួយរហូតបើករហូតមួយនេះបាទអញ្ចឹងទូមួយអត់ដូចគ្នាទេបាទហ្នឹងអានេះមួយទៀតយើងទៅសេរីវាដែរព្រោះនេះស៊ីនរបស់វាគឺ37.8យើងយក37កន្លះជាទូទៅស្តង់ដាបាទស្តង់ដា37កន្លះហ្នឹងហើយអញ្ចឹងយើងយកអានេះ70ដូចគ្នាបាទហើយអញ្ចឹងអានេះវាមានវ៉ូលីមដោយសារអីវាធំណាធំចង្ហាលវាធំ3តកន្លះបងប្អូនបាទហើយអញ្ចឹងយើងប្រើវ៉ូលីមនេះគឺទប់វាមកវាវល់ទាំងស្រុងណាកាលណាវល់ទាំងស្រុងគឺខ្យល់ខ្លាំងណាហើយស៊ីភ្លើងខ្លាំងហើយយើងដាក់អានេះទៅគឺតាមចិត្តយើងមើលទៅខ្យល់ល្មមយើងសេរីយកប៉ុណ្ណឹងទៅណាបាទកុំឲ្យវាវល់ខ្លាំងពេកព្រោះវល់ខ្លាំងពេកស៊ីខ្លាំងបងប្អូនហើយញ័រទូហ្នឹងណាបាទហ្នឹងហើយអញ្ចឹងអានេះកងតាក់ពលឺដូចគ្នាណាបាទពលឺអានេះខុសទៀតអានេះមានអាខ្នាត1056នេះវាមាន UV សម្រាប់មេរោគបាទនេះយើងបើក20នាទីណាបាទហើយទៅខ្ជិលតឲ្យដោយសារខ្ទុះតូចវាបាក់ចាំតទេដោយសារវាតិចហើយចឹងទូធំយើងទៅការបាទ UV ហ្នឹងបាទហើយអត់ពិបាកសេរីទៀតទេយកទៅបងប្អូនណាបាទយកទៅគឺអាចប្រើបានណាបាទក៏យល់ការប្រើប្រាស់របៀបសេរីនេះជាពិសេសគឺចុចសេរីកញ្ច្រែងបាទហើយយើងសេរីកញ្ច្រែងនេះឲ្យវាវល់នេះគឺចែកប៊ូតុងនេះអាសញ្ញាព្រួញទៅកោនឡើងលើបាទបាញ់ព្រួញឡើងលើយើងរាប់ពីលើមកប៊ូតុងទី1ទី2បាទយើងចែកជាប់ទៅកញ្ច្រែងដំណើរការបាទវាឡើងលើនេះអាប់បាទកញ្ច្រែងបាសឡើងលើអានេះភ្លឺឡើងនេះអាប់បាទហើយបើកញ្ច្រែងយើងនៅលើហើយវាភ្លឺនៅលើហ្នឹងគឺចុចយ៉ាងណាក៏វាទៅដែរតោះរបស់ដកដៃឈប់ចុចដកហើយចុចម្សាទៀតបានវាភ្លឺឡើងដោនវិញបានកញ្ច្រែងហ្នឹងបាសចុះក្រោមវិញណាបាទហ្នឹងហើយអាហ្នឹងតើយើងយល់តិចណាបាទបើយើងនេះទេយើងថាវាអត់អូតូទេហើយពួកនេះជាទូទៅខ្ញុំសិតឲ្យអានេះស៊ីនវាហ្មងបាទមិនបាច់សិតទៀតណាសិនវាធ្វើការចឹងមកនេះបាទមួយនេះ90នាទីបាទហើយចឹង90នាទីវាវល់ពងម្ដងបងប្អូនបាទហើយចឹង90នាទីបានប្រែពងនឹងម្ដងបាទហើយក្នុងការប្រែម្ដងនេះរយៈពេល180វិនាទីបាទ F2 នេះគឺរយៈពេលដែល motor វាធ្វើការអញ្ចឹងធ្វើការហ្នឹងវា180វិនាទីវាស្មើនឹង3នាទីអញ្ចឹងយូរបងប្អូនបាទយូរហើយអញ្ចឹងបើថាយើងសេរីក៏បានដែរប៉ុន្តែព្រោះយើងច្រវាក់យើងមាន switch ផ្ដាច់ហើយអញ្ចឹងយើងមិនបាច់សេរីទេបងប្អូនណាបាទមិនបាច់សេរីទេឲ្យវានេះទៅវាដល់ switch វាឡើងអាកញ្ច្រែងហ្នឹងដល់ switch វាផ្ដាច់ហើយអញ្ចឹងកាលណាយើងប្រើច្រវាក់វាផ្អៀងឡើងលើផ្អៀងចុះក្រោមវាមានលំនឹងស្មើគ្នាបាទបើកាលណាយើងអត់ប្រើច្រវាក់ទេទូដែលយើងអត់ប្រើច្រវាក់យើងប្រើតែជង្គង់ម៉ូទ័រទាញអត់មានច្រវាក់ហ្នឹងគឺប្រើដែកមួយដើមបាទដែកអានៀបមួយដើមយើងធ្វើជង្គង់វាហ្នឹងវាផ្អៀងឡើងលើនឹងចុះក្រោមវាអត់បានស្មើគ្នាបាទ
ហើយចឹងតោះឲ្យយើងសេរីនេះសេរី S1 S2 នេះបាទសេរីយកវិនាទីហ្នឹងខ្លីមែនតើព្រោះវាអានោះដើរលឿនទៀតណាបាទហើយចឹងនេះយើង180ដាក់ស៊ីនរបស់វាទៅហើយចុចអូខេរហូតទៅផ្ដាច់វាទៅណានេះបាទឃើញលេខទាំងអស់នេះគឺដំណើរការធម្មតាណាបាទមួយទៀតបងខាងនេះនៅខាងដុលគិរីបាទហ្នឹងហើយចាំមើលគាត់ប្រហែលជាគាត់ច្រឡំចុចសណើមនេះបាទចុចសណើមនេះបាទចុចសណើមនេះឡើងដល់អក្សរឡើងលើសលុបមែនតើណាបងមកកប់បាទនេះកប់បាទហេកប់ចឹង99អញ្ចឹងមានថាអាសណើមនោះផ្លុំរហូតបងប្អូនបាទនៅក្នុងទឹកបាទផ្លុំអត់ឈប់ទេបាទហើយចឹងអានេះដោយសារវាលោតបើធម្មតាវិញបងប្អូនណាបាទហ្នឹងហើយយើងអត់បានចុចវាជាប់មកហ្នឹងចឹងតម្លាក់មកធម្មតា 37.5 អានេះយក70បាទនេះណាហើយយើងយកទៅប្រើយើងចំណាំមើលអានេះ37កន្លះ70ចឹងណាចឹងអាលេខក្រោមតែប្រែប្រួលអាលើវាដើររកអាក្រោមហ្នឹងហើយចឹងណាបាទឥឡូវវាជាក់ស្ដែងបាទជាក់ស្ដែងនេះកដៅជាក់ស្ដែងនេះសនើមជាក់ស្ដែងចឹងណាហើយចឹងបើកាលណាយើងកំណត់អានេះមិនអានេះដើរមករកនេះចន្លោះហ្នឹងណាបាទវាទៀបជាងអានេះ2លេខបាទមានថា 37.3 អំពូលភ្លឺបាទមានថាវាផ្ដល់កម្ដៅឲ្យទូហ្នឹងបាទហើយគ្រប់ 37.5 វាលុតអញ្ចឹងណាបាទអានេះដូចគ្នាដែរសនើមបាទយើងកាលណាកំណត់អាក្រោម70ឥឡូវវារត់65អញ្ចឹង65ម៉ូទ័រផ្លុំសនើមផ្លុំបាទផ្លុំរហូតដល់លេខ70ឥឡូវនៅដល់70វាផ្ដាច់សនើមហ្នឹងឲ្យបងប្អូនបាទហើយអញ្ចឹងអាហ្នឹងតោះឲ្យយើងអាសាមើលលេខហ្នឹងបើកាលណាពេលខ្លះយើងច្រឡំចុចអានេះទៅជួនកាលយើងច្រឡំចុចអានេះមកប៉ប៉កែដល់ពេលអញ្ចឹងទៅយើងច្រឡំចុចនេះពវល់ពងវាបងប្អូនឡើងកប់បាទកប់សេរីបាទនេះឃើញទេក្តៅឡើងអានេះខ្លះលេងដល់ចូលមកកប់បងប្អូនអើយបាទឆ្អិនបាទឆ្អិនមកពងនឹងបងប្អូនមើលវាឡើងដល់ម៉ានវានេះបើយើងចុចមកកប់វានេះឲ្យកញ្ច្រែងវិលតាមពិតមិនមែនពវល់កញ្ច្រែងនេះតឡើងកន្លងកដៅនេះចូល50-60អង្សាសេឡនេះបាទចូល60អង្សាសេអញ្ចឹងឆ្អិនបាទយើងចុចទៀតឡើងចង់មកកប់របស់វាចាំមើលយកកប់អស់ម៉ានបាទនេះមកកប់វាអូអានេះសង្ស័យ100បងប្អូនបាទដែលមើលអត់ដែលឆេតមើលវាដែរបាទចឹងសាកមើលមួយបាទអូឡើងកប់សេរីបាទហើយចឹងមានថាម៉ូមដាក់ទៅឆ្អិនឥឡូវចុះវិញមិនបាច់យកឃើញទេបាទហ្នឹងហើយកុំអោយបាក់ចុកដៃបាទចុចហ្នឹងតម្លាក់វាមក37កន្លះវិញណាបាទនេះហើយដរាបណាលេខខាងលើកណ្ដៅខាងលើវាអត់តន់គ្រប់ណាវានៅតែស្រែកចឹងបងប្អូនណាបាទហើយចឹងនៅពេលដែលយើងប្រើប្រាស់នៅពេលដែលលឺវាធម្មតាអត់អីទេដល់ពេលលឺវាស្រែកគឺមានបញ្ហាអីមួយអាចដាច់ពូលអាចលើសកណ្ដៅអីចឹងណាបងប្អូនបាទអាចលើសកណ្ដៅក៏វាស្រែកខ្វះកណ្ដៅក៏វាស្រែកលើសសណ្ដើមក៏វាស្រែកចុចហួសកប់បាទនេះចូលដល់ប៉ុណ្ណេះតែយកប៉ុណ្ណឹងណាបាទនេះដដែលណាបាទហើយចឹងស្រែកហ្នឹងចង់និយាយថាអានេះឡើងដល់ 36.8 ណា 36.8 វាឈប់ស្រែកបាទមានថាឥឡូវនេះទៀបជាងលេខខាងក្រោម8លេខនៅតែស្រែកចឹងណាបាទនេះនៅតែស្រែកចាប់ពី8លេខឡើងទៅបាទនេះហើយចឹងវាឡើងដល់ 36.7 ខ្វះ8លេខនៅស្រែករហូតដល់ឡើង 36.8 ឈប់ស្រែកហើយបងប្អូនណាបាទហើយសនាមដូចគ្នាបងប្អូនបើសិនជាលេខនេះយើងកំណត់70អានេះឡើងដល់78អានេះគ្រប់អីគ្រប់ធម្មតាប៉ុន្តែនេះឡើងដល់78ស្រែកដូចគ្នាបងប្អូនណាបាទហើយលើសនាមអត់មានអីបឺតចេញទេបងប្អូនណាកុំយល់ច្រឡំបាទអត់តាន់មានអីអូតូអាលើសនាមនឹងឲ្យបឺតចេញអត់ទេហើយចឹងជាទូទៅយើងធ្វើទូដើម្បីកុំឲ្យលើសនាមយើងធ្វើដាក់ចានទឹកអាក្នុងហ្នឹងអាផ្លុំហ្នឹងតូចទៅវាអត់លើសទេបងប្អូនណាបាទតាមទំហំទូដែរទូតូចយើងដាក់តូចទូធំយើងដាក់ធំបើកាលណាទូតូចយើងដាក់ចានធំដឹងតែលើស 100% ងាកលើសអានេះកប់បាទកប់សេរីហ្មងលើសបាទហើយចឹងអត់ទេគេប្រើទូតូចយើងប្រើអាចានទឹកតូចនៅក្នុងទូហ្នឹងដើម្បីផ្ដល់សំណើមមកវាផ្លុំខ្វះសំណើមវាផ្លុំទៅគ្រប់វាលើសដែរលើសតិចតួចកុំឲ្យលើសអាឡើយយើងកំណត់70ឲ្យឡើងដល់90បាទអាហ្នឹងលើសហើយបាទលើសខ្លាំងហើយម៉ូទ័រសំណើមអត់ផ្លុំទេតែវាលើសដល់90អញ្ចឹងបងប្អូនបាទហ្នឹងដោយសារអីដោយសារបរិមាណផ្ទៃទឹកខាងក្នុងវាធំវាធំហើយអញ្ចឹងផ្ដល់សំណើមច្រើននៅក្នុងទូណាបាទហ្នឹងហើយហើយអញ្ចឹងវីដេអូថ្ងៃហ្នឹងចង់វែងចង់10នាទីបងប្អូនណាបាទហើយអញ្ចឹងចេញវីដេអូទៅយប់ទេបាទ
ថ្ងៃរវល់ពេកបងប្អូនបាទហើយចឹងអានេះ352សិតតែមានម្ចាស់ហើយអានេះពីទីច្រៃនេះ144គ្រាប់សិតតែមានម្ចាស់តែតន់បាននេះបងអើយរវល់បាទស្រោតឲ្យគាត់ឲ្យតន់អានេះ2គ្រឿងទៀតអានេះ264អានេះអត់តមានម្ចាស់បងប្អូន264ណាដាក់លុយមកផ្លឹបទៀតអានោះ352អានោះមានម្ចាស់ហើយបងប្អូនណាបាទហ្នឹងហើយចឹងអរគុណច្រើនបាទ